គង់ពីសហភាពអឺរ៉ុបអ៊ុយក្រែនក៏កំពុងបង្កើនផលិតកម្មគ្រាប់ផ្លោងក្នុងស្រុកផងដែរដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើជំនួយបរទេសមន្ត្រីអ៊ុយក្រែនបានអះអាងថាអ៊ុយក្រែនអាចផលិតគ្រាប់ផ្លោងបានរាប់លានគ្រាប់ក្នុងមួយឆ្នាំបើទោះបីជាមុនសង្គ្រាមអ៊ុយក្រែនមិនមានសមត្ថភាពផលិតគ្រាប់ផ្លោងក៏ដោយជាមួយការលើកឡើងរបស់ប្រិសិទ្ធពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅរុស្ស៊ីនិងអ៊ុយក្រែនគឺលោក Kate Kellogg បាននិយាយកាលពីថ្ងៃអាទិត្យថាក្រុមការងាររបស់លោកប្រធានាធិបតីអាមេរិក Donald Trump នឹងត្រឡប់ទៅកាន់ទីក្រុងឡុងចក្រភពអង់គ្លេសនៅក្នុងសប្តាហ៍នេះសម្រាប់កិច្ចចរចាបទច្បាញ់ស្ដីពីអ៊ុយក្រែនប៉ុន្តែសមាជិកភាពរបស់អង្គការ NATO របស់ទីក្រុងគៀវគឺពុំមានលើតុចរចានោះទេលោក Kellogg បាននិយាយថាលោកប្រធានាធិបតី Trump បានប្រឹងប្រែងច្រើនជាង90ថ្ងៃមកហើយដើម្បីដោះស្រាយសង្គ្រាមនេះដែលជាចំនួនដ៏ធំបំផុតពីសង្គ្រាមលោកលើកទី2ហើយលោកកំពុងជំរុញឆ្ពោះទៅរកដំណោះស្រាយលោក Kellogg បន្តថារឿងសមាជិក NATO មិននៅលើតុពិភាក្សាទេអ៊ុយក្រែននឹងមិនអាចក្លាយជាផ្នែកមួយនៃអង្គការ NATO បានឡើយហើយនោះមិនមែនជារឿងថ្មីទេគឺអាមេរិកធ្លាប់និយាយរឿងនេះតាំងពីខែកុម្ភៈឆ្នាំ2008មកម្ល៉េះជាមួយគ្នានេះលោកបន្ថែមថាកិច្ចព្រមព្រៀងរ៉ែគឺជាផ្នែកនៃដំណោះស្រាយសម្រាប់បទជបាញ់ដ៏ទូលំទូលាយនិងកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍គួរដឹងផងដែរថាលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ចង់ឲ្យអ៊ុយក្រែនទម្លាក់មហិច្ឆតារបស់ខ្លួនក្នុងការចូលរួមជាមួយនឹងអង្គការ NATO ហើយឲ្យរុស្ស៊ីគ្រប់គ្រងតំបន់អ៊ុយក្រែនទាំងមូលដែលខ្លួនបានវាយដណ្ដើមយកព្រមទាំងទំហំមានកម្រិតនៃកងទ័ពអ៊ុយក្រែនដើម្បីដោះដូរនឹងសន្តិភាពប៉ុន្តែទីក្រុងគៀវបាននិយាយថាការទាមទារទាំងនោះមានន័យធៀបទៅនឹងការទាមទារឲ្យអ៊ុយក្រែនចោះចាញ់ត្រាំប្រាប់អ៊ីស្រាអែលកុំទាន់វាយប្រហារទីតាំងថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់រងចាំកិច្ចចរចាសិនប្រធានាធិបតីអាមេរិកលោក Donald Trump បានរៀបរៀងផែនការវាយប្រហារដែលបានគ្រោងទុករបស់អ៊ីស្រាអែលលើទីតាំងថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ដើម្បីត្រួតត្រាយផ្លូវដល់កិច្ចចរចាព្រមព្រៀងលើការកំណត់កម្មវិធីនុយក្លេអ៊ែររបស់រដ្ឋធានីតេហេរ៉ង់យោងទៅតាមកាសែត The New York Times អ៊ីស្រាអែលបានបង្កើតផែនការវាយប្រហារទីតាំងនានានៅក្នុងខែឧសភាខាងមុខនេះដើម្បីបំផ្លាញសមត្ថភាពរបស់អ៊ីរ៉ង់នៅក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរយ៉ាងណាអាមេរិកបានឃាត់អ៊ីស្រាអែលមិនឲ្យធ្វើដូច្នេះឡើយគួរជំរាបថាបន្ទាប់ពីការជជែកពិភាក្សាផ្ទៃក្នុងជាច្រើនខែដោយលោកត្រាំបានសម្រេចចិត្តស្វែងរកកិច្ចចរចាជាមួយអ៊ីរ៉ង់ជាជាងការប្រើប្រាស់សកម្មភាពយោធាគូបញ្ជាក់ថាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានជួបពិភាក្សាគ្នាក្នុងប្រទេសអូម៉ង់កាលពីថ្ងៃសៅរ៍សប្តាហ៍មុនដោយភាគីទាំងពីរបានចាត់ទុកកិច្ចពិភាក្សានេះថាមានលក្ខណៈវិជ្ជមាននិងស្ថាបនាកិច្ចប្រជុំលើកទី2ត្រូវបានធ្វើឡើងនៅថ្ងៃសៅរ៍ទី19ខែមេសានេះហើយទំនងជានឹងធ្វើនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីរដ្ឋមន្ត្រីរបស់អ៊ីស្រាអែលបានលើកឡើងថាការទទួលបានចំណាប់ធ្នូត្រឡប់ពីហ្គាហ្សាមកវិញមិនមែនជាគោលដៅសំខាន់នោះទេរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងជាមេដឹកនាំនៃគណៈបក Chvif ស្ដាមនិយមជ្រុលលោក Bezalel Smotrich បាននិយាយថាការទទួលបានចំណាប់ខ្មាំងរបស់អ៊ីស្រាអែលដែលត្រូវបានដោះលែងពីការឃុំខ្លួននៅតំបន់ហ្គាហ្សាមិនមែនជាគោលដៅសំខាន់បំផុតនៃការបន្តយុទ្ធនាការយោធាអ៊ីស្រាអែលនៅហ្គាហ្សាទេលោកបានប្រាប់វិទ្យុ Gaza Striply ថាពួកលោកត្រូវតែប្រាប់ការពិតការវិលត្រឡប់របស់ចំណាប់ខ្មាំងមិនមែនជារឿងសំខាន់បំផុតទេតាមធម្មជាតិនេះគឺជាគោលបំណងសំខាន់ប៉ុន្តែអ្នកចាំបាច់ត្រូវលុបបំបាត់ក្រុមហាម៉ាស់ដើម្បីកុំឲ្យឃើញព្រឹត្តិការណ៍ថ្ងៃ7តុលាឆ្នាំ2023ម្ដងទៀតគឺសំដៅលើការវាយប្រហារទ្រង់ទ្រាយធំដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនលើអ៊ីស្រាអែលត្រូវតែយល់ថាក្រុមហាម៉ាស់មិនអាចត្រូវបានអនុញ្ញាតឲ្យនៅក្នុងតំបន់ហ្គាហ្សាតទៅទៀតឡើយកាលពីថ្ងៃ18មីនាអ៊ីស្រាអែលបានបន្តធ្វើអរិភាពនៅតំបន់ Gaza Strip ហើយបានធ្វើការវាយប្រហារជាបន្តបន្ទាប់លើគោលដៅរបស់ក្រុមហាម៉ាស់ដូចនេះបញ្ចប់បទឈប់បាញ់ដែលមាននៅក្នុងទឹកដីនេះចាប់តាំងពីខែមករាឆ្នាំ2025ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានពន្យល់ពីការផ្លាស់ប្ដូរនេះដោយបដិសេធរបស់ក្រុមហាម៉ាស់ចំពោះសំណើដែលសម្រេចបានបន្ទាប់ពីការពិភាក្សាជាមួយបេសកជនអាមេរិកលោក Steve Witkoff ការិយាល័យនេះបានអះអាងថាគោលដៅនៃប្រតិបត្តិការនេះគឺដើម្បីដោះលែងចំណាប់ធ្នូជនជាតិអ៊ីស្រាអែលទាំងអស់ក្រុមហាម៉ាស់បានដាក់ការទទួលខុសត្រូវចំពោះការកើនឡើងចុងក្រោយនេះក្នុងតំបន់ Gaza លើអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកយោងតាមទិន្នន័យចុងក្រោយរបស់ភាគីអ៊ីស្រាអែលក្រុមហាម៉ាស់នៅតែរក្សាទុកចំណាប់ធ្នូនៅរស់ចំនួន24នាក់និងសាកសព35នាក់មន្ត្រីសេតវិមានរបស់សហរដ្ឋអាមេរិកបានលើកឡើងថាលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនៅពីក្រោយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បន្ទាប់ពីផែនការវាយប្រហារត្រូវបានចែករំលែកក្នុងក្រុម Signal Chat ទី2លោក Donald Trump បាននិយាយកាលពីថ្ងៃច័ន្ទថាលោកឈរនៅពីក្រោយរដ្ឋមន្ត្រីការពារជាតិអាមេរិក
លោក Pete Hegseth បន្ទាប់ពីមានសេចក្តីរាយការណ៍ថាលោកបានចែករំលែកព័ត៌មានលម្អិតនៃការវាយប្រហារកាលពីខែមីនាលើក្រុម Houthi នៅ Yemen ក្នុងក្រុមផ្ញើសារដែលរួមមានភរិយាបងប្អូននិងមេធាវីផ្ទាល់ខ្លួនរបស់លោកការទម្លាយព័ត៌មានដែលថាលោក Hegseth បានប្រើប្រាស់ប្រព័ន្ធបញ្ជូនសារទូទៅ Signal ដើម្បីចែករំលែកព័ត៌មានលម្អិតអំពីសន្តិសុខសម្ងាត់កម្រិតខ្ពស់លើកទី2កើតមានឡើងនៅក្នុងពេលមិនច្បាស់លាស់សម្រាប់លោកនិងមន្ទីរបញ្ចកោណជាកន្លែងដែលមន្ត្រីជាន់ខ្ពស់ច្រើនអ្នកត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុនជាផ្នែកមួយនៃការស៊ើបអង្កេតនៃការបែកធ្លាយផ្ទៃក្នុងលោកត្រាំបាននិយាយថាលោក Hegseth កំពុងធ្វើការងារដ៏អស្ចារ្យមនុស្សគ្រប់គ្នាសប្បាយចិត្តជាមួយគាត់នៅពេលត្រូវបានសួរថាតើលោកនៅតែជឿជាក់លើលោក Hegseth ឬយ៉ាងណានោះលោកត្រាំបាននិយាយថាអូជាទូទៅពិតជាអញ្ចឹងហើយយោធាអាមេរិកដែលស្ថិតនៅក្រោមការដឹកនាំរបស់លោកត្រាំបានបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួនប្រឆាំងនឹងក្រុម Houthi គាំទ្រដោយអ៊ីរ៉ង់អ្នកនាំពាក្យសេតវិមានលោកស្រី Caroline Levitt បានបដិសេធសេចក្តីរាយការណ៍របស់វិទ្យុ National Public Radio ដែលថារដ្ឋបាលលោកត្រាំបានចាប់ផ្ដើមស្វែងរកមន្ត្រីការពារជាតិថ្មីទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថាសហភាពអឺរ៉ុបថ្លឹងថ្លែងការធ្វើសម្បទានឲ្យអាមេរិកដើម្បីបញ្ជៀសសង្គ្រាមពាណិជ្ជកម្មទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាសហភាពអឺរ៉ុបកំពុងរិះរកវិធីដើម្បីបន្ធូរបន្ថយការនាំចេញឧស្ម័នរបស់អាមេរិកខណៈដែលការអនុលោមតាមច្បាប់នៃការបំភាយឧស្ម័នមេតានរបស់ខ្លួនដែលជាកិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យកិច្ចចរចាពាណិជ្ជកម្មប្រព្រឹត្តទៅដោយរលូនជាមួយនឹងទីក្រុង Washington ប្រពន្ធបានប្រាប់ទីភ្នាក់ងារសារព័ត៌មាននេះថាជាផ្នែកនៃកិច្ចពិភាក្សាពាណិជ្ជកម្មដែលកំពុងបន្តមានជាមួយសហរដ្ឋអាមេរិកគណៈកម្មការអឺរ៉ុបកំពុងពិចារណាប្រើប្រាស់ភាពបត់បែនក្នុងការអនុវត្តបទបញ្ញត្តិមេតានរបស់សហភាពអឺរ៉ុបដោយចាប់ផ្ដើមពីឆ្នាំនេះសហភាពអឺរ៉ុបតម្រូវឲ្យក្រុមហ៊ុននាំចូលប្រេងឧស្ម័នតាមដាននិងរាយការណ៍ពីការបំភាយឧស្ម័នមេតានដែលទាក់ទងនឹងការនាំចូលរបស់ពួកគេមេតានគឺជាឧស្ម័នផ្ទះកញ្ចក់ដ៏មានឥទ្ធិពលនិងជាអ្នករួមចំណែកធំទី2ចំពោះបម្រែបម្រួលអាកាសធាតុបន្ទាប់ពីកាបូនឌីអុកស៊ីតយោងតាមសំណើរបស់គណៈកម្មការបានបង្ហាញថាច្បាប់បច្ចេកទេសបន្ថែមអាចត្រូវបានណែនាំដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុននាំចេញឧស្ម័នរបស់សហរដ្ឋអាមេរិកគោរពតាមស្តង់ដារការបំភាយឧស្ម័នរបស់សហភាពអឺរ៉ុបជាផ្លូវការតែទោះជាយ៉ាងណាក្តីប្រភពមិនបានបញ្ជាក់ថាតើវានឹងសម្រេចបានដោយរបៀបណាទេសារព័ត៌មាន Reuters បានកត់សម្គាល់ផងដែរថាចំណាត់ការនេះអាចមានភាពស្មុគស្មាញដោយសារផែនការរបស់ប្រធានាធិបតី Donald Trump ក្នុងការលុបចោលបទបញ្ញត្តិមានស្រាប់របស់សហរដ្ឋអាមេរិកដែលតម្រូវឲ្យក្រុមហ៊ុនផលិតឧស្ម័នរាយការណ៍ពីការបំភាយឧស្ម័នមេតានរបស់ពួកគេដែលធ្វើឲ្យវាកាន់តែពិបាកសម្រាប់សហភាពអឺរ៉ុបក្នុងការបង្ហាញពីភាពត្រឹមត្រូវនៃការអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកបំពេញតាមតម្រូវការដោយស្វ័យប្រវត្តិការបោះឆ្នោតសកលមុនកំណត់បានចាប់ផ្ដើមហើយនៅក្នុងប្រទេសអូស្ត្រាលីការបោះឆ្នោតមុនថ្ងៃកំណត់បានចាប់ផ្ដើមនៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារនេះត្រូវនឹងថ្ងៃទី22ខែមេសាឆ្នាំ2025ដោយប្រហែលពាក់កណ្ដាលនៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន18លាននាក់របស់ប្រទេសនេះត្រូវបានរំពឹងថានឹងបោះឆ្នោតរបស់ពួកគេនៅមុនថ្ងៃបោះឆ្នោតថ្ងៃ3ឧសភាមណ្ឌលបោះឆ្នោតមុនថ្ងៃកំណត់រាប់រយកន្លែងនៅទូទាំងប្រទេសអូស្ត្រាលីបានបើកទ្វារចាប់តាំងពីម៉ោង 8:30 នាទីព្រឹកម៉ោងក្នុងស្រុកគណៈយុទ្ធនាការបោះឆ្នោតឈានចូលដល់ដំណាក់កាលចុងក្រោយសមាមាត្រនៃប្រជាជនអូស្ត្រាលីដែលជ្រើសរើសការបោះឆ្នោតមុនគេមិនថាដោយផ្ទាល់ឬតាមប្រអប់ប្រៃសណីទេបានកើនឡើងជាលំដាប់នៅក្នុងការបោះឆ្នោតសហព័ន្ធនាពេលថ្មីៗនេះការបោះឆ្នោតគឺជាកាតព្វកិច្ចសម្រាប់ពលរដ្ឋជាង18លាននាក់ដែលមានអាយុពី18ឆ្នាំឡើងទៅជាអ្នកដែលបានចុះឈ្មោះនៅគណៈកម្មាធិការបោះឆ្នោតអូស្ត្រាលី AEC យោងតាមគណៈកម្មការ AEC ក៏បានដឹងថាការចុះឈ្មោះអ្នកបោះឆ្នោតសម្រាប់អ្នកដែលមានសិទ្ធិបោះឆ្នោតថ្ងៃ3ឧសភាគឺមានចំនួន 98.2% នៃចំនួនខ្ពស់បំផុតទោះបីជាមនុស្សរាប់លានអ្នកបានបោះឆ្នោតមុនក៏ដោយបុគ្គលិកគណៈកម្មការ AEC មិនអាចចាប់ផ្ដើមរាប់សិលឹកឆ្នោតណាមួយបានទេរហូតដល់ការបោះឆ្នោតបិទបញ្ចប់នៅម៉ោង 6 ល្ងាចម៉ោងក្នុងស្រុកនៅថ្ងៃ3ឧសភាឯណោះសាកលវិទ្យាល័យ Harvard បានប្តឹងរដ្ឋបាលរបស់លោក Donald Trump ជុំវិញការបង្កកនៅមូលនិធិសាកលវិទ្យាល័យ Harvard បាននិយាយនៅថ្ងៃច័ន្ទថាសាកលវិទ្យាល័យបានដាក់ពាក្យបណ្ដឹងសហព័ន្ធប្រឆាំងការបង្កកមូលនិធិពីរដ្ឋបាលលោកត្រាំដោយចាត់ទុកចំណាត់ការនេះថាវាខុសច្បាប់និងហួសពីសិទ្ធិអំណាចរបស់រដ្ឋាភិបាលនៅក្នុងពាក្យបណ្ដឹងដែលដាក់នៅតុលាការតំបន់សហរដ្ឋអាមេរិកនៅរដ្ឋ Massachusetts សាកលវិទ្យាល័យបាននិយាយថាករណីនេះពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រើការផ្អាកមូលនិធិសហព័ន្ធជាការដាក់សម្ពាធដើម្បីជ្រៀតចូលគ្រប់គ្រងលើការសម្រេចចិត្តផ្នែកអប់រំនៅសាកលវិទ្យាល័យ Harvard
ប្រធានសាកលវិទ្យាល័យ Harvard លោក Alan M. Gerber បានសរសេរនៅក្នុងលិខិតមួយច្បាប់ទៅកាន់សមាជិកនៃសហគមន៍ Harvard ថានៅក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះរដ្ឋាភិបាលសហព័ន្ធបានចាត់វិធានការមួយចំនួនបន្ទាប់ពីការបដិសេធរបស់សាកលវិទ្យាល័យ Harvard មិនអនុវត្តតាមការ